នាវាទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវាទេសចរឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរនេះមាននាវិកសរុបចំនួន 1,059 នាក់ស្រី 245 នាក់មាន59សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2,850 នាក់ស្រី 1,566 នាក់មាន52សញ្ជាតិចំនួនសញ្ជាតិដែលភ្ញៀវទេសចរច្រើនជាងគេគឺសហរដ្ឋអាមេរិក 297 នាក់និងអូស្ត្រាលី 824 នាក់បើតាមប្រភពខាងលើនាវាទេសចរនេះនឹងចាក់ចេញនៅប្រទេសថៃនៅវេលាម៉ោង 14:00 នាទីនៅថ្ងៃដដែល